ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការទស្សនានៅក្នុងវីដេអូមួយនេះចាខណៈពេលនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងចំការកម្មវិធីផ្ទាល់តែម្ដងដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មីឃុំព្រែកថ្មីសង្កាត់ច្បារអំពើនៅក្នុងខេត្តកណ្ដាលចាចង់ដឹងថាតើការដាំដុះនិងការថែទាំកម្មវិធីទាំងអស់នេះបែបណានោះតោះយើងទៅស្ដាប់ការសម្ភាសន៍ផ្ទាល់ពីម្ចាស់ចំការកម្មវិធីនេះផ្ទាល់តែម្ដងឈ្មោះសឹមចន្ទថននេះចន្ទថនអូចន្ទថនចាវារួមមុនឲ្យយើងដាំវាភ្ជួរដីហាវវាសិនហាវវារៀងឈួតដីហើយយើងកាប់ដៅកម្មដៅហើយមកយើងបានដាំវាយើងដាំហ្នឹងយើងយកជាគុំមកយើងអាលាស់ដីវាខ្មៅហ្នឹងចេញយើងដាក់ដាំហើយយើងស្រាក់ជីវាក្រោមជាដាំបានប៉ុន្មានខែទៅវាឲ្យផលជាផ្កាដែលយើងអាចយកទៅលក់បានអញ្ចឹងបើ6ខែបានបេះខ្លះ6ខែបានបេះខ្លះចា6ខែយើងបេះបាន3 4ខាំអញ្ចឹងបើការយើងធំប្រហែលជា6 7ខែយើងបានផ្កាច្រើនវិញសប្តាហ៍យើងបាន2ដងឆ្នាំបាន2ដងជីយើងដាក់មួយសប្តាហ៍យើងដាក់ម្ដងអត់មានពិបាកក្នុងការថែទាំវាពិបាកខ្លាំងគឺខែត្រជាក់វាពិបាកខែវាអត់មានការបេះខែខ្លាំងអត់មានការបេះ